សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីទីតាំងតូបលក់ដូររបស់យើងខ្ញុំដែលតូបរបស់យើងខ្ញុំគឺស្ថិតនៅក្នុងភូមិផ្ដៀកឃុំផាន់ញើមស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំរបស់យើងបាទនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជាផ្លូវដែលចាក់ចេញមកពីសាលាវិស័យពីផ្លូវជាតិលេខ6របស់យើងណាកាត់មកខាងលិចបាទបើយើងមកពីភ្នំពេញគឺបត់ឆ្វេងដៃបាទហើយនៅខាងក្រោយនេះម្ខាងទៀតគឺជាផ្លូវដែលចាក់ចេញអំពីអាងទឹកបលាយអាងទឹក30កញ្ញាហើយអាចនិយាយថាចាក់ពីផ្លូវជាតិលេខ6ដែរពីផ្សារតារៀមបាទមកទីនេះបាទមកកាន់ភូមិផ្ដៀកនេះបាទនេះគឺជាទីតាំងតូបរបស់យើងខ្ញុំបាទជាវីដេអូនេះជាការជូនដំណឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលនៅភូមិម្ដុំនេះដែលងាយស្រួលក្នុងការជិះឆ្លងកាត់មករកទិញអីវ៉ាន់បាទនៅទីនេះគឺយើងមានតូបនៅទីនេះហើយពីមុនបងប្អូនថាពិបាកទៅខេត្តកំពង់ធំបើចង់ទិញអីវ៉ាន់ត្រូវចំណាយពេលយូរចំណាយកម្លាំងដើម្បីទៅទិញអីវ៉ាន់នៅខេត្តកំពង់ធំប៉ុន្តែឥឡូវនេះយើងខ្ញុំបានអញ្ជូនអីវ៉ាន់មកបើកតូបនៅទីនេះងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាដែលស្វែងរកទិញអីវ៉ាន់តាមសេចក្តីត្រូវការរបស់បងប្អូនគឺតូបរបស់យើងខ្ញុំធំគួរសមមានអីវ៉ាន់ច្រើនសម្រាប់បងប្អូនជ្រើសរើសទិញយកទៅប្រើប្រាស់បានគឺមានចាប់តាំងពីអីវ៉ាន់ប្រើប្រាស់ជាសម្ភារបំពាក់រហូតដល់អីវ៉ាន់ប្រើប្រាស់នៅក្នុងផ្ទះបាយគឺយើងមានច្រើនមុខមែនតើបាទមិនអះអាងថាមានទាំងអស់ទេប៉ុន្តែមានច្រើនមែនតើបាទនៅខាងក្នុងមានខោអាវសម្ភារបំពាក់សម្រាប់ទាំងកូនក្មេងនិងមនុស្សចាស់ដូចគ្នាហើយជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររបស់យើងបងប្អូនអាចអញ្ជើញមកទិញសម្ភារបំពាក់និងរបស់របរប្រើប្រាស់ផ្សេងៗដែលបងប្អូនត្រូវការនៅទីនេះបានបងប្អូនទាំងអស់គ្នាគឺខ្ញុំនឹងបង្ហាញជូនវីដេអូបន្តទៅទៀតនៅក្នុងវីដេអូនេះពីអីវ៉ាន់របស់ផងយើងខ្ញុំត្រួសសម្រាប់ចែកជូនបងប្អូនទស្សនាហើយអរគុណច្រើនបងប្អូនសូមជួយ share វីដេអូនេះទៅកាន់បងប្អូនយើងដទៃទៀតដើម្បីឲ្យស្គាល់ពីទីតាំងនៃតូបរបស់យើងខ្ញុំដែលមានអីវ៉ាន់ច្រើនមុខសម្រាប់បំពេញសេចក្តីត្រូវការរបស់បងប្អូននៅក្នុងតំបន់នេះបាទអរគុណច្រើនសូមទស្សនាវីដេអូរបស់ផងយើងខ្ញុំបន្តទៅទៀត